មានបងប្អូនមួយចំនួនក៏បានឆាតមកសួរខ្ញុំថាបងនៅប្រទេសអូស្ត្រាលីស្រួលរកការងារធ្វើអត់ខ្ញុំឮគេថាពិបាករកការងារធ្វើនៅអូស្ត្រាលីសំណួរមួយនេះគឺជាសំណួរមួយដែលថាពិបាកឆ្លើយខ្លាំងបំផុតហើយខ្ញុំអត់មានចម្លើយអ្នកទាំងអស់គ្នាខ្ញុំបញ្យល់អ្នកទាំងអស់គ្នារបៀបអញ្ចឹងវិញខ្ញុំមានមិត្តភក្តិច្រើនអ្នកឥឡូវមិត្តភក្តិខ្លះរបស់ខ្ញុំបានប្រាប់ខ្ញុំថាគាត់ពិបាករកការងារខ្លាំងមែនទែនរកការងារច្រើនខែ2 3ខែហើយរកការងារអត់បានធ្វើហើយខ្ញុំមានមិត្តភក្តិខ្លះទៀតដែលគាត់រកការងារបានច្រើនកន្លែងខ្លាំងពេកអត់មានម៉ោងធ្វើហើយអត់មានពេលធ្វើអ្នកខ្លះធ្វើច្រើនពេកអត់មានពេលដេកអញ្ចឹងខ្ញុំចង់សួរនៅអ្នកនរគ្នាវិញថាពិភពលោកតែមួយទីតាំងតែមួយកន្លែងតែមួយអីទាំងអស់ប៉ុន្តែមិនបានមនុស្សម្នាក់រកការងារធ្វើអត់បានមនុស្សម្នាក់ទៀតអត់មានពេលធ្វើបើនិយាយចំទៅវាមានហេតុផលច្រើនហើយយើងអាចបន្ទោសបុគ្គលហ្នឹងក៏បានឬក៏យើងអាចមើលទៅតាមលក្ខខណ្ឌមែនទែនគឺគាត់អត់មានសំណាងអ្នកខ្លះគាត់បកកែនិយាយគាត់បកកែស្រាវជ្រាវអញ្ចឹងវាជំរុញឲ្យឱកាសដែលគាត់រកការងារបានហ្នឹងវាឡើងខ្ពស់ប៉ុន្តែអ្នកខ្លះទៀតគាត់បកកែអញ្ចឹងដែរប៉ុន្តែគាត់រកអត់បានធ្វើម៉េចដោយសារតែគាត់អត់ចូលសំណាងហើយបើអ្នកខ្លះទៀតវិញគាត់អត់សូវបកកែនិយាយអត់បកកែរយៈគេដល់ពេលហើយទៅសម្ភាសធ្លាក់អញ្ចឹងវាទាញឱកាសដែលគាត់រកបានការងារហ្នឹងចុះមកខាងក្រោមអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតមើលឧទាហរណ៍ទាំងពីរហ្នឹងហើយនេះគឺជាឧទាហរណ៍ការពិតដែលខ្ញុំស្គាល់មនុស្សជាច្រើនហ្នឹងចេញមកពីបទពិសោធន៍របស់ខ្ញុំដែលបាននិយាយមួយមនុស្សផ្សេងៗហ្នឹងហើយគិតមើលខ្លួនឯងថាការងារនៅអូស្ត្រាលីពិបាករកអត់ដោយសារតែខ្ញុំអត់មានចម្លើយឲ្យអ្នកទាំងអស់គ្នាទេវាពឹងលើអ្នកទាំងអស់គ្នាផងវាពឹងលើសំណាងរបស់អ្នកទាំងអស់គ្នាផងហើយវាអាចពឹងលើកត្តាផ្សេងៗជាច្រើនទៀតដែលយើងអត់អាចគ្រប់គ្រងបានហើយអញ្ចឹងចំពោះសិស្សបងប្អូនផ្សេងៗដែលមានគោលបំណងចង់មករៀននៅប្រទេសអូស្ត្រាលីចង់មកឬក៏ត្រៀមខ្លួនមកជិតដល់ថ្ងៃមកហើយអីហ្នឹងអ្នកទាំងអស់គ្នាពិតជាមានអារម្មណ៍ភ័យអត់ដឹងថាខ្លួនឯងមកដល់ហ្នឹងអាចរកការងារធ្វើបានអត់ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំក៏មានអារម្មណ៍បែបហ្នឹងដែរមុនខ្ញុំមកនេះខ្ញុំអត់ដឹងថាខ្ញុំមកហ្នឹងបានការងារធ្វើទេស្អីក៏អត់ចេះទាំងអស់ហ្នឹងប៉ុន្តែអ្នកទាំងអស់គ្នាមិនគួរមានអារម្មណ៍ភ័យនឹងខ្លាំងពេកទេតាមបទពិសោធន៍របស់ខ្ញុំអ្វីដែលអ្នកនរគួរធ្វើពេលនេះគឺព្យាយាមធ្វើអ្វីដែលយើងអាចធ្វើបានអ្វីដែលយើងអាចគ្រប់គ្រងបានមានដូចជាការសរសេរ resume របស់យើងឲ្យហើយមកត្រៀមមកពីខ្មែរឲ្យហើយមកវឹកហាត់ការនិយាយភាសាអង់គ្លេសរបស់ខ្លួនឯងហើយវឹកហាត់របៀបនិយាយពេលយើងទៅសម្ភាសពេលដែលយើងសុំការងារគេយើងនិយាយប្រាប់គេថាម៉េចធ្វើការស្រាវជ្រាវថារបៀបរកការងារនៅប្រទេសអូស្ត្រាលីនេះរកតាមអនឡាញតាម website គេខ្លះហើយជាពិសេសជាងគេគឺវឹកហាត់ភាពក្លាហានរបស់ខ្លួនឯងតាំងចិត្តថាពេលយើងចូលមកដល់ដីអូស្ត្រាលីនេះអ្វីក៏យើងត្រូវធ្វើគ្រប់បែបយ៉ាងទាំងអស់មិនមានភាពភ័យខ្លាចហើយព្យាយាមអស់ពីសមត្ថភាពដើម្បីរកការងារនឹងឲ្យបានហើយបើយើងនិយាយមែនទេទៅការងារនឹងវាមិនមែនជាការងារយើងទៅបើកយន្តហោះឬក៏ទៅផលិតយន្តហោះអីហ្នឹងទេវាមិនមែនជាការងារអីពិបាកណាស់ទេក៏ការងារ part time ដើម្បីចិញ្ចឹមខ្លួនឲ្យរស់ហ្នឹងវាមិនគួរពិបាកដល់ថ្នាក់ហ្នឹងនោះទេអញ្ចឹងត្រៀមខ្លួនពីខ្មែរឲ្យហើយមកហើយកុំភ្លេចជួយចុច follow ហើយនិង subscribe នៅ YouTube ផងអរគុណច្រើនបាយបាយ